Legend របស់ Liverpool Mohamed Salah បានសម្រេចចិត្តទៅចូលរួមជាមួយនឹងក្លឹប Trabzonspor ហើយ ក្លឹប Trabzonspor ហ្នឹងបានចុះកិច្ចសន្យាខ្ចីជើង Legend របស់ Man U ដូចគ្នា Andre Onana ហ្នឹង ខ្ចីជើង Legend Content របស់ Man U ទៅចូលរួមចំនួន1ឆ្នាំទៀតហើយឥឡូវនេះចុះកុងត្រាយក Mohamed Salah ដែលជា Legend របស់ Liverpool ទៅចូលរួមឲ្យជួបគ្នាចាប់ដៃគ្នាលេងនៅក្លឹប Trabzonspor ទៀតយើងធ្លាប់តែឃើញពួកគាត់ទាំងពីរនឹងប្រកួតប្រជែងគ្នាស្វិតស្វាញចាប់ពីពេលហ្នឹងទៅយើងលេងបានឃើញហើយបើអីគាត់ចូលរួមមួយក្លឹបជាមួយគ្នាណាហើយអ្នកផ្សេងដែលថាfan Man U អីអត់ចូលចិត្តជាមួយនឹងក្លឹប Liverpool អីហ្នឹងឈប់ជឿទៅព្រោះអី fan Man U ក៏បើកចិត្តទលាយឲ្យ Legend Content របស់ Man U ទៅចូលរួមជាមួយក្លឹប Mohamed Salah ដែរផ្ដាំទៅ Mohamed Salah បន្តិចបើថាប្រកួតចង់ឈ្នះគូប្រកួតណាសុទ្ធចាប់ពី3ទៅ4ឬក៏5គ្រាប់ឡើងទៅដឹងតែឈ្នះ 100% ហើយបើថាសុទ្ធត្រឹម1គ្រាប់2គ្រាប់ទៅអត់ជាប់ជាមួយ Onana ទេ